ស្នាដៃអ្នកដឹកនាំរឿងដំបូងរបស់យុវជន18ឆ្នាំម្នាក់ធ្វើឲ្យអ្នកទស្សនាភ័យរន្ធត់ហើបជើងពីដីប្រឡឹងចង់សក់ស្រែកស្ទើរបែករោងភាពយន្តជាមោទនភាពមួយដែលយុវជនខ្មែរម្នាក់មានវ័យទើបតែ18ឆ្នាំប៉ុន្តែមានសមត្ថភាពខ្ពស់អាចដឹកនាំរឿងនិងចាក់បញ្ចាំងស្នាដៃដំបូងរបស់ខ្លួននៅក្នុងរោងភាពយន្តយុវជនជាកូនខ្មែរកាត់អ៊ីតាលី Randall Henderson បានប្រាប់អ្នកសារព័ត៌មានពីផលលំបាកនានាព្រមទាំងលួចបង្ហើបឲ្យដឹងផងដែរថារឿងឆ្មាវិញ្ញាណ The Guardian នេះក៏មានច្របាច់បញ្ចូលនៅប្រវត្តិសាស្ត្រខ្មែរផងដែរខ្ញុំឈ្មោះ Rando ខ្ញុំមានអាយុ19ឆ្នាំហើយខ្ញុំជាអ្នកដឹកនាំរឿងនៅក្នុងខ្សែភាពយន្តឆ្មាវិញ្ញាណមានអារម្មណ៍សប្បាយចិត្តមែនតើហើយរំភើបដែលខ្ញុំអាចធ្វើនឹងបានឆ្លងបើតាមសាច់ថតទៅថាខ្ទង់មួយខែអីតែតាំងអេឌីតទាំងអីវាចូលចិត្តមួយឆ្នាំហើយផលលំបាកដែលខ្ញុំជួបក្នុងពេលថតមានដូចជាយើងត្រូវបញ្យល់តួយើងត្រូវមើល script មើលអីហើយខាងកាមេរ៉ាផងហើយភ្លើងផងនិយាយទៅទាំងអស់សឹងតែខ្ញុំហើយវាថ្មីមែនតើសម្រាប់ខ្ញុំខ្សែភាពយន្តឆ្មាវិញ្ញាណហ្នឹងខ្ញុំបានលាយប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាចូលដែរតាំងពីសម័យសង្គ្រាមតែខ្ញុំអត់ទាន់ចង់និយាយទៅអ្នកនរគ្នាទៅមើលទៅគាត់នឹងយល់ណាអាកំបាំងដូចខ្ញុំបានលើកឡើងអញ្ចឹងតាំងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាច្រើននឹងតិចដែរដែលគាត់ដកនឹងទឹកចិត្តក្នុងចិត្តគាត់តែខ្ញុំបានអាចនិយាយច្រើនទៅចង់ឲ្យអ្នកនរគ្នាគាត់ទៅមើលប្រវត្តិសាស្ត្រដូចការសម័យសង្គ្រាមពលពតខ្ញុំបានលាយចូលតិចដែរនៅក្នុងខ្សែភាពយន្តហ្នឹងជាខ្សែភាពយន្តបែបរន្ធត់ចំពោះខ្ញុំប្រកាសថាខ្ញុំនឹងមានកំហុសឲ្យខ្លះនៅក្នុងហ្នឹងតែសម្រាប់ខ្ញុំរឿងដំបូងមកខ្ញុំធ្វើបានប៉ុណ្ណឹងខ្ញុំពិតជាសប្បាយចិត្តមែនតើហើយខ្ញុំបានរៀនច្រើនពីវាអញ្ចឹងបើរឿងក្រោយខ្ញុំធ្វើទៀតខ្ញុំអាចអភិវឌ្ឍជាងហ្នឹងភាគច្រើនពីយើងរៀនខ្លួនឯងហើយគេបរៀនផងយើងរៀនតគ្នាបាទតែខ្ញុំគិតនៅច្រើនទៀតដែលខ្ញុំនៅរៀនបានបើតាខ្ញុំធ្លាប់ថតពីមុនខ្ញុំធ្លាប់ថតជាវីដេអូចម្រៀងវីដេអូខ្លីអានេះវាជារឿងដំបូងរបស់ខ្ញុំដែលខ្ញុំបានធ្វើហើយចប់កម្មវិធីហ្នឹងប្រហែល2អាទិត្យទៀតខ្ញុំមានរឿងមួយទៀតដែលខ្ញុំត្រូវ direct មួយទៀតបាទជាភាពយន្តខ្នាតធំដែរចំពោះខ្ញុំចូលចិត្តរឿងហ្នឹងតែខ្ញុំអត់ហ៊ាននិយាយដែរសង្ឃឹមថាបងប្អូនអរគ្នាគាត់នឹងចូលចិត្តមិនត្រឹមតែជាអ្នកដឹកនាំរឿងនោះទេដែលមានវ័យក្មេងសូម្បីតែតារាសម្ដែងក៏ជាយុវជនវ័យក្មេងពេញកម្លាំងនិងពោពេញដោយសមត្ថភាពផងដែរតួអង្គសម្ដែងទាំងអស់បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះការត្រៀមចាក់បញ្ចាំងជាផ្លូវការនៅសាច់រឿងដែលពួកគេបានសម្ដែងថាដូច្នេះខ្ញុំឈ្មោះណិតហើយខ្ញុំដើរតួលីនដាក្នុងរឿងឆ្មាំវិញ្ញាណហ្នឹងខ្ញុំបាទឈ្មោះហ្វូមអភិរមខ្ញុំដើរឈ្មោះដើរតួតារាក្នុងរឿងឆ្មាំវិញ្ញាណខ្ញុំឈ្មោះវ៉ាន់ហេងដើរតួជាសំណាងសម្រាប់ខ្ញុំគិតដោយសារពួកយើងក្មេងអញ្ចឹងយើងហ៊ាន share experience គ្នាយើងទៅពេលសំដែងដោយសារខ្ញុំក្មេងគាត់ក្មេងអញ្ចឹងយើងហ៊ានពីគ្នាបានច្រើនចំណុចហ្នឹងមួយហើយយើងហ៊ាន take risk ដោយសារពួកយើងក្មេងដូចគ្នាឈាមរាវអញ្ចឹងខ្ញុំគិតថាចំណុចមួយដែលទស្សនិកជនមកមើលថាវាជាស្នាដៃមួយផងពួកយើងក្មេងវាមិនល្អអត់ខ្ចោះទេប៉ុន្តែវាអាចជារសជាតិថ្មីមួយសម្រាប់ទស្សនិកជនដែរខ្ញុំគិតថាបានវាគឺជាចំណុចមួយដូចកម្មចរាអញ្ចឹងមិនទាំងអស់វាល្អខ្ចោះទាំងអស់ពួកខ្ញុំក៏មានខាងខ្វះខាតតែដោយសារតែរឿងនឹងកាត់ឡើងចឹងទៅគឺពួកខ្ញុំជួយបំពេញឲ្យគ្នាក្នុងនាមឈ្មោះជា director ជា actor ចាសម្រាប់ខ្ញុំភាពបាក់របស់ខ្ញុំមួយពេលនោះមាន scene មួយគេឲ្យតួខ្ញុំជិះម៉ូតូហើយខ្ញុំអត់ចេះជិះម៉ូតូអញ្ចឹងទៅ director គាត់ប្រាប់ថាអូខេ10នាទីឲ្យគេជួយបរៀនខ្ញុំជិះម៉ូតូនៅលើ on set នឹងយកហ្មងចាហើយតោះជិះបុកជិះបុកខ្លួនតគេទៀតសម្រាប់ខ្ញុំវិញវាជាភាពយន្តខ្នាតធំទី2ផងខ្ញុំអីប៉ុន្តែភាពយន្តមួយនេះវាមាន action ច្រើនអញ្ចឹងខ្ញុំមិនដែរដើរតួ action stand អញ្ចឹងជាលើកទី1ដែលខ្ញុំមាន scene ខ្លះខ្ញុំត្រូវធ្វើ stand ហើយឈុតខ្លះវាដូចវាខ្ញុំត្រូវខ្ញុំមិនតែ so but វាជា experience មួយដ៏ល្អហើយវាជាមួយខ្ញុំរៀនច្រើនតើការធ្វើ stand ការធ្វើ action គេលេងបែបម៉េចហើយចំពោះខ្ញុំវិញភាសារឿងហ្នឹងគឺជារឿងខ្នាតវែងទី1របស់ខ្ញុំដែលខ្ញុំបានចូលសម្ដែងអញ្ចឹងហើយមួយវិញទៀតចំណុចមួយដែលខ្ញុំរៀងពិបាកខ្ញុំមកគឺរៀងគាត់ដែរគឺខ្ញុំអត់ចេះហែទឹកទេប៉ុន្តែមាន scene មួយហ្នឹងគឺខ្ញុំត្រូវលងទឹកមែនតើអូខេប៉ុណ្ណឹងបានប៉ុន្តែដឹងតែហ្នឹងឯងវារបៀបចឹងហើយមួយវិញទៀតតាក់ទងមួយដឹងលោកចំណុចមួយចំនួនគឺខ្ញុំអាចមានឱកាសក្នុងការសាកច្រើនសាកក្នុងការលេងអីដែលថ្មីអញ្ចឹងដោយសារនិយាយចឹងយើងសាកយើងធ្វើនឹងថ្មីដល់តែចឹងយើងសាកនៅអ្វីដែលថ្មីច្រើនហើយយើងជារកចំណុចកណ្ដាលហើយខ្ញុំចង់សាកចេះហើយដល់ទៅគាត់មាន reaction របស់គាត់ដែរចឹងយើងរកចំណុចមួយកណ្ដាលទៅដើម្បីឲ្យវាបានទៅទាំងអស់គ្នាបើចំពោះខ្ញុំហ្មងខ្ញុំអត់ខ្ញុំហ៊ាននិយាយចាំមើលបើសិនជាទស្សនិកជនគាត់មើលទៅគាត់ពេញចិត្តអាហ្នឹងចាំឲ្យគាត់អ្នកវិនិច្ឆ័យវិញតែបើសួរពួកខ្ញុំទៅពួកខ្ញុំអ្នកសម្ដែងវាតែតែមានថាអូគួរតែធ្វើអានេះលើសតិចអូដឹងចឹងថែមអានេះបាត់អូដឹងចឹងកែទៅនោះបាត់យីទៅចាប់កំហុសបានតែខ្លួនឯងរហូតអញ្ចឹងទៅពួកខ្ញុំចាំថាពេលទស្សនិកជនមកមើលចង់ដឹងពីយោបល់គាត់មកវិញចាសម្រាប់ប្រិយមិត្តដែលចង់ដឹងថាតើភាពយន្តឆ្មាំវិញ្ញាណ The Guardian ចង់សម្ដៅដល់អ្វីចំណែកភាពភ័យរន្ធត់មានដល់កម្រិតណាអាចទៅទស្សនាបានព្រមមានបញ្ចាំងឲ្យទស្សនាចាប់ពីថ្ងៃទី12ខែមិថុនាឆ្នាំ2025ខាងមុខនេះនៅគ្រប់រោងភាពយន្តទូទាំងប្រទេស